ថ្នាក់បឋម PLP ជាកម្មវិធីដ៏ល្អមួយសម្រាប់សិស្សានុសិស្សនៅក្នុងកម្រិតបឋមសិក្សាគាត់អាចសិក្សារៀនសូត្របន្ថែមនៅលើលំហាត់មេរៀនមានសៀវភៅល្អៗដែលស្ថិតនៅក្នុង app នោះហើយនេះជារបៀប download ក្នុងការយកមកប្រើប្រាស់កម្មវិធីនេះដំបូងគឺត្រូវចុចពាក្យថា Google ហើយចុចពាក្យថា Search ហើយយើងវាយអក្សរអង់គ្លេសថា PLP ចុចបញ្ជូនជ្រើសរើស link ដំបូងគេបន្ទាប់មកយើងត្រូវចុចត្រេ3ខាងគៀងគេបង្អស់រកពាក្យថា add to home screen បើជាភាសាខ្មែរគេថាដំឡើងលើអេក្រង់ដើមចុចពាក្យ install ឬក៏ដំឡើងជាការស្រេចពេលដែលត្រឡប់ចូលមកលើអេក្រង់នឹងឃើញកម្មវិធីនេះ load នៅលើ screen ទូរស័ព្ទចូលទៅក្នុងកម្មវិធីបន្ថែមទៀតត្រូវមានគណនីមួយទើបអាចលេងបានហើយកូនសិស្សមានគណនីមួយជាការស្រេចពីលោកគ្រូអ្នកគ្រូឧទាហរណ៍ខ្ញុំចេះខ្ញុំមានគណនីផ្ទាល់ខ្លួនខ្ញុំអាចបញ្ចូលលេខសម្ងាត់បានពេលដែលចូលគណនីរួចរាល់នឹងឃើញលំហាត់ដំបូងគេចាប់ពីថ្នាក់ទី1ដល់ទី6អាចសាកល្បងតេស្តឧទាហរណ៍ខ្ញុំសាកល្បងតេស្តគណិតវិទ្យានិយាយអំពីមេរៀនទំហំប៉ុន្តែមួយយើងអាចដឹងថាមួយណាធំជាងចាតម្លៃធំជាងហើយលំហាត់នីមួយៗនឹងដើរបន្តហើយបើសិនចង់ដឹងថាធ្វើលំហាត់បានប៉ុន្មានអាចចុចកន្លែងតាមដានហើយមួយវិញទៀតពេលដែលយើងចុចកន្លែងតាមដានកុំភ្លេចផ្លាស់ប្ដូរថ្ងៃទីបើសិនជាអត់ផ្លាស់ប្ដូរថ្ងៃទីទេយើងអត់ដឹងថាសរុបចាប់ពីចន្លោះពេលឧទាហរណ៍ថាពេលដើមខែឧសភាដល់ខែថ្ងៃទី19ខែឧសភានេះធ្វើលំហាត់បានចំនួនប្រមាណទេអញ្ចឹងកុំភ្លេចផ្លាស់ប្ដូរថ្ងៃទីហើយយើងអាចមើលថាមុខវិជ្ជានីមួយៗធ្វើបានប្រមាណលំហាត់ក្រៅពីមុខងារកិច្ចការនៅមានមុខងារដ៏ល្អមួយគឺនិយាយពីការប្រឡងយើងត្រូវជ្រើសរើសមុខវិជ្ជាច្បាស់លាស់មួយហើយធ្វើតេស្តមានតេស្តតែពីថ្នាក់ទី1ដល់ទី6ហើយបើចង់ដឹងថាតើយើងធ្វើតេស្តហ្នឹងបានបន្ទុកល្អកម្រិតណាយើងអាចមើលនៅក្នុងប្រវត្តិនៃការធ្វើតេស្តបាននេះខ្ញុំធ្វើតេស្តរួចរាល់ហើយអញ្ចឹងបន្ទុកចន្លោះពី85%ទៅ100%នឹងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីក្នុងកម្មវិធីនេះផ្ទាល់តែម្ដងហើយពេលដែលព្រិនចេញទៅក្រៅលោកគ្រូអ្នកគ្រូអាចសញ្ញាទទួលស្គាល់ហើយជូនដល់សិស្សានុសិស្សគ្រប់គ្នាមួយវិញទៀតកម្មវិធីនេះក៏មានផ្នែកជាច្រើនទៀតដូចជាផ្នែកបណ្ណាល័យមានសៀវភៅគ្រប់ប្រភេទទាំងអស់ចាប់ពីថ្នាក់ទី1ដល់ទី6សៀវភៅជំនួយផ្សេងសៀវភៅកិច្ចការផ្ទះអីក៏មានដែរជាពិសេសគឺមានវីដេអូដ៏ល្អៗរបស់លោកគ្រូអ្នកគ្រូដែលគាត់បានបង្រៀនហើយថតចូលទៅក្នុងក្រុមនេះផងដែរថ្មីនេះក្រសួងយើងបានបញ្ចូលតេស្តថ្នាក់តំបន់ដល់សិស្សានុសិស្សឲ្យគាត់សាកល្បងរៀនសិក្សាអញ្ចឹងក្នុងនេះក៏មានតេស្តថ្នាក់តំបន់ដែរហើយអាចសាកល្បងធ្វើបានវាមានភាពលំបាកខ្លះដែរតែបើសិនជាសិស្សានុសិស្សគាត់ឧស្សាហ៍បានធ្វើគាត់យល់ពីរបៀបនៃការធ្វើអញ្ចឹងគាត់អាចនឹងស៊ាំនៅក្នុងការធ្វើលំហាត់តេស្តតំបន់នេះហើយលំហាត់នីមួយៗយើងអាចធ្វើតទៅមុខទៀតបានរហូតដល់បញ្ចប់អស់លំហាត់ទាំងអស់ខ្ញុំសូមបន្ថែមត្រង់នេះបន្តិចទៀតក្នុងការចូលគណនីមានពីររបៀបក្នុងការចូលទី1ចូលតាមលេខសម្ងាត់លេខកូដដែលលោកគ្រូអ្នកគ្រូបញ្ជូនឲ្យមួយទៀតក៏អាចចូលតាម QR code ដែលលោកគ្រូអ្នកគ្រូផ្ញើឲ្យកូនសិស្សម្នាក់មួយគ្រាន់តែចុចពី upload ជ្រើសរើសរូបភាពដែលបាន download រួចពីក្នុងក្រុម Telegram ឬក៏ក្រុម chat ចុចរូបភាពនោះបញ្ជូនជាការស្រេចនោះនឹងចូលដល់គណនីរៀងខ្លួនបានដូចគ្នាហើយងាយស្រួលមានភាពឆាប់រហ័សទៀតផង